រូបការប្រកួតគូពិសេស3គូសម្រាប់យប់ថ្ងៃសៅរ៍នេះបានត្រឡប់មកវិញទៀតហើយបាទប្រិមិត្តយើងបាទនៅអង់គ្លេស2គូនិងនៅអាល្លឺម៉ង់1គូបាទសិតតែគូធំបាទការប៉ះគ្នារវាងក្រុម Brighton បាទជាមួយនឹង Liverpool បាទ Everton ប៉ះជាមួយនឹងក្រុម Tottenham Chelsea ចំណែក Bayern Munich ប៉ះជាមួយនឹងក្រុម Union Berlin បាទសម្រាប់គូទី1បាទការប្រកួតរវាងក្រុម Brighton បាទប៉ះជាមួយក្រុម Liverpool នៅវេលាម៉ោង7កន្លះបាទសម្រាប់គូទី1នេះបាទជុំទី1បាទលេខក្នុងទឹកដី Liverpool គឺ Liverpool ឈ្នះ2-0ម្ដងហើយនេះជាការប្រកួតជុំទី2សប្តាហ៍ទី31ក្រុម Brighton បាទបច្ចុប្បន្នលេខ12បាទម្ចាស់ផ្ទះខណៈដែល Liverpool លេខ5បាទកំពុងតែប្រកួតជាមួយនឹងបាទ Aston Villa ជាមួយនឹង Man U ផងដែរការប្រកួតចុងក្រោយរបស់ក្រុម Brighton បាទគឺធ្វើបានល្អគឺឈ្នះទៅលើ Sunderland បាទក្រៅដី1-0ចំណែក Liverpool ការប្រកួតចុងក្រោយគេគឺបានទម្លាក់ក្រុម Galatasaray 4-0បាទក្នុងក្រប Champions League ឡើងទៅកាន់វគ្គ8ក្រុមសម្រាប់គូទី1នេះបាទអេដមីនគិតថា Liverpool នឹងមានលទ្ធភាពឈ្នះការប្រកួតយប់នេះតែម្ដងជាមួយនឹងក្រុម Brighton សម្រាប់គូទីវិញបាទការប្រកួតរវាងក្រុម Everton បាទជាមួយនឹងក្រុម Tottenham Chelsea បាទជំនួបប៉ះគ្នាជើងទី1ក្នុងទឹកដី Chelsea បាទឈ្នះ2-0ទៅលើ Everton យប់នេះជាការប្រកួតក្នុងទឹកដីរបស់ Everton វិញម្ដងបាទក្រុមការដឹកនាំរបស់លោក David Moyes បាទអតីតអ្នកចាត់ការទូទៅបាទចំនួនឆ្នាំ2000ជាងណាឥឡូវចូលដឹកនាំវិញ Everton ហាក់ដូចជាឡើងខ្លាំងមែនទែនការប្រកួតក្នុងទឹកដីយប់នេះមើលទៅរៀងយ៉ាប់បន្តិចសម្រាប់ក្រុមបាទ Chelsea ជំនួបចុងក្រោយបាទគឺ Everton ចាញ់ Arsenal បាទលើកម្ពុជាតារាងដល់ 2-0 ចំណែក Chelsea វិញបាទគឺបានធ្លាក់បាត់ហើយបាទក្នុងទឹកដីរបស់ខ្លួនត្រូវ Paris លុបដល់ទៅ 3-0 ហើយសម្រាប់គូនេះ Admin គិតថាគូនេះគួរតែមានគ្រាប់បាល់បាទចាប់ពី3គ្រាប់ឡើងបាទបងប្អូនយើងគូនេះអាចនឹងសុទ្ធគ្នាបានច្រើនគូចុងក្រោយវិញការប្រកួតនៅអាល្លឺម៉ង់បាទ Bayern Munich បាទត្រូវប៉ះជាមួយនឹងក្រុម Union Berlin បាទជុំទី1ការប្រកួតក្នុងទឹកដី Union Berlin បាទគឺBayern Munich បាទឈ្នះ3-2បាទគូនេះស្វិតស្វាញមែនតែនរៀងតឹងបន្តិចសម្រាប់ Bayern យប់នេះជាការប្រកួតក្នុងទឹកដីរបស់ក្រុម Bayern បាទមើលទៅ Bayern មិនពិបាកទេបាទក្នុងការយកឈ្នះទៅលើ Union Berlin Bayern បាទការប្រកួតបាទចុងក្រោយរបស់គេនោះគឺបានឈ្នះទៅលើបាទក្រុម Atalanta បាទ4-1បាទគឺបាទក្នុងក្រប Champions League បាទទម្លាក់ Atalanta តែម្ដងមកពីអ៊ីតាលីចំណែកបាទក្រុម Union Berlin ក៏បានយកឈ្នះទៅលើបាទ Freiburg បាទ1-0មកដែរបច្ចុប្បន្ន Bayern ឈរលើកំពូលតារាងនោះក៏ដែរបាទ Freiburg បាទលេខ9មកពាក់កណ្ដាលតារាងមើលទៅមិនបញ្ហាទេសម្រាប់ក្រុម Bayern ក្នុងការយក3វិકેតនេះជាមួយនឹង Union Berlin សម្រាប់គូនេះដែរ Admin នឹងធ្វើការផ្សាយផ្ទាល់បាទជូនបងប្អូនតាម Channel Telegram បងប្អូនដែលចង់ទស្សនាការប្រកួតបាល់ទាត់កុំភ្លេចចូលទៅកាន់បាទ Telegram របស់ Admin link ក្រោម profile ដូចជានៅក្នុង comment វីដេអូនេះ